អ្នកសារព័ត៌មានជាង30នាក់ត្រូវបានលោកឧត្តមសេនីយ៍តូស្នងការនគរបាលខេត្តកំពង់ធំអញ្ជើញចូលរួមអាហារសាមគ្គីកាលពីរសៀលថ្ងៃទី26ខែមេសាឆ្នាំ2025កន្លងទៅនេះនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានរៀបចំកម្មវិធីអាហារសាមគ្គីមួយដោយអញ្ជើញភ្ញៀវមកពីក្រសួងស្ថាប័នមន្ទីរជុំវិញខេត្តនិងអ្នកសារព័ត៌មានជាង30នាក់ចូលរួមផងដែរកម្មវិធីនេះមានគោលបំណងធ្វើឲ្យកាន់តែរឹងមាំសម្ព័ន្ធភាពល្អរវាងអង្គភាពនគរបាលនិងមិត្តអ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តច្បាប់និងសន្តិសុខសាធារណៈនៅក្នុងខេត្តលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តកំពង់ធំបានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ចំពោះការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពនានារបស់អាជ្ញាធរនិងជំនួយក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសនេះផងដែរអ្នកសារព័ត៌មានបានបង្ហាញពីការសរសើរចំពោះការប្រឹងប្រែងរបស់លោកស្នងការខេត្តនិងបានស្នើសុំឲ្យមានកិច្ចសហការជាបន្តបន្ទាប់ដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានឲ្យបានទាន់ពេលវេលានិងត្រឹមត្រូវកម្មវិធីអាហារសាមគ្គីបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសពោរពេញទៅដោយភាពរីករាយស្និទ្ធស្នាលនិងសេចក្តីទុកចិត្តបំផុត។